នេះហើយជាមូលហេតុដែលប្រជាជនចិនរក្សាធៀបកក់ក្ដៅក្នុងរដូវរងាដោយគ្មានម៉ាស៊ីនកម្ដៅពួកគេមិនទិញគ្រែធម្មតាទេតែបែរជាសង់គ្រែពីភក់និងឥដ្ឋវិញស្ដាប់ទៅដូចជាឈួតមែនប៉ុន្តែវាពិតជាគំនិតដ៏ឆ្លាតវៃញើភាគខាងជើងប្រទេសចិនសីតុណ្ហភាពក្នុងរដូវរងាអាចធ្លាក់ចុះពី30អង្សាដល់ក្រោម0នៅខាងក្រៅមានខ្យល់និងព្រិលធ្លាក់ខ្លាំងប៉ុន្តែមនុស្សដែលអង្គុយលើគ្រែទាំងនោះអង្គុយជើងទទេផឹកតែក្ដៅនិងចែកគ្នាអាចកំបាំងគឺស្ថិតនៅក្នុងកាងដែលជាគ្រែកម្ដៅបែបប្រពៃណីនៅក្រោមកាងមានចង្ក្រានពេលគ្រួសារចម្អិនអាហារកម្ដៅនឹងហូរតាមបណ្ដាញនៅក្រោមគ្រែដោយធ្វើឲ្យផ្ទៃគ្រែទាំងមូលក្ដៅពីលើដល់ក្រោមដល់ពេលក្លិនអាហារពេលល្ងាចពេញបន្ទប់ផ្ទះទាំងមូលក៏ក្ដៅបណ្ដារួចទៅហើយកាងមិនមែនសម្រាប់តែដេកទេវាអាចហាលសម្លៀកបំពាក់ទុកដាក់អាហារសូម្បីតែដុតដំឡូងជ្វានិងពោតក៏បានជនចាស់ចរាជិននិយាយថាពេលក្បាលក្ដៅបេះដូងក៏ក្ដៅវាមិនមែនត្រឹមតែជាការកម្ដៅទេវាជារបៀបរស់នៅគ្មានអគ្គិសនីគ្មានការបំពុលគ្រាន់តែដុតអូសរក្សាគ្រែឲ្យក្ដៅបានជាង12ម៉ោងវាមានប្រសិទ្ធភាពថាមពល3ដងជាងកម្រៅកម្ដៅទំនើបពេលខ្យល់រដូវរងាបក់បោកនៅខាងក្រៅនៅខាងក្នុងមានអារម្មណ៍ដូចជារដូវផ្ការីកជីតាជីដូនដេកលក់ស្កប់ស្កល់ក្មេងៗសើចលេងកាងនៅភាគឦសានមិនមែនត្រឹមតែជាគ្រែទេវាជាប្រាជ្ញារបស់ចិនរាប់ពាន់ឆ្នាំដែលរស់នៅចុះសម្រុងជាមួយនឹងផែនដីនិងធម្មជាតិ